ตาเอาไว้ด้านในไปក្រោយកำណត់នៃការ design ចង្កៀងមុខ Superbike មួយនេះការសម្រេចចិត្តដាក់ចង្កៀងម្ខាងតូចម្ខាងធំនេះគឺដោយសារតែវាចំណេញទម្ងន់ហើយវាក៏ត្រូវបានបង្ហាញវត្តមានក្នុងស្រឡាយរឿង Mission Impossible ដែល Tom Cruise ជិះដោយផ្ទាល់ stunt ដោយផ្ទាល់BMW S1000 RR First Generation ចំនួនទី1ដែលមានឆ្នាំផលិតចាប់ពីឆ្នាំ2008ដល់ឆ្នាំ2018 Superbike ដែលមានចង្កៀងម្ខាងតូចម្ខាងធំដែលភាសាបច្ចេកទេសគេហៅថា Asymmetrical Headlight ដែល Asymmetric នេះមានន័យថាវាអត់ឆ្លោះគ្នាដោយដែលយើងបានឃើញអញ្ចឹងម្ខាងរាងមូលម្ខាងរាងជ្រុងទ្រវែងហើយអាមូលតូចហ្នឹងតួនាទីរបស់វាគឺសម្រាប់ភ្លើងហ្វាទាបហើយអាធំគឺសម្រាប់ភ្លើងហ្វាខ្ពស់ម៉ូតូធំនេះត្រូវបានរាប់បញ្ចូលថាជា Superbike ដែលមានចង្កៀងមុខ Iconic ពិសេសជាងម៉ូតូស្ពណ៌ណាទាំងអស់ហើយវាក៏ត្រូវបានបង្ហាញវត្តមានក្នុងស្រឡាយរឿង Mission Impossible ដែល Tom Cruise ជិះដោយផ្ទាល់ stunt ដោយផ្ទាល់តើអ្វីដែលនៅពីក្រោយកำណត់នៃការ design ចង្កៀងមុខ Superbike មួយនេះឲ្យមានផ្នែកកែកបែបនេះតាមពិតទៅ BMW ក៏មានបំណងចង់ធ្វើចង្កៀងខាងមុខរបស់ម៉ូតូនេះឲ្យមានរាងដូចគ្នាទាំងសងខាងដែរប៉ុន្តែការសម្រេចចិត្តរចនាចង្កៀងបែបនេះមិនមែនដោយសារភាពតាក់ទាញទេតែវាជាលក្ខខណ្ឌបច្ចេកទេសទៅវិញវិស្វកររបស់ BMW បាននិយាយថាការសម្រេចចិត្តដាក់ចង្កៀងម្ខាងតូចម្ខាងធំនេះគឺដោយសារតែវាចំណេញទម្ងន់ពួកគេមិនចង់ឲ្យម៉ូតូមួយគ្រឿងនេះមានទម្ងន់ធ្ងន់ពេកទេទើបរកវិធីកាត់បន្ថយទម្ងន់តាមតែអាចទៅរួចការបំពាក់ចង្កៀងម្ខាងតូចម្ខាងធំនេះក៏ជួយសេវទម្ងន់បានរហូតដល់7កន្លះគីឡូឯណោះ Superbike វាបង្កើតមកដើម្បីល្បឿនលឿនអញ្ចឹងកាលណាដែលកាត់បន្ថយទម្ងន់ក៏វាមានភាពវិជ្ជមានទៅដល់ការ handling បង្កើនល្បឿនតាក់ទងទៅនឹង performance ហើយអ្នកបើកបរក៏ងាយស្រួលក្នុងការគ្រប់គ្រងទៅលើម៉ូតូជាចុងក្រោយសូមអរគុណដល់ការទស្សនាក៏ដូចជាចុច like ឬ follow page អ្នកមួយដើម្បីទទួលបាននូវ content ដែលតាក់ទងទៅនឹងវីដេអូកម្សាន្តចំណេះដឹងឬបច្ចេកទេសពីពួកយើងស្វាខាសូមអរគុណ